ក្រោយបញ្ចប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគ្មានសេចក្តីថ្លែងការណ៍រួមណាដាក់បន្ទុកឲ្យថៃបញ្ចប់សកម្មភាពអយុធធាននៅតាមព្រំដែនឬចាប់ថៃឲ្យងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរឡើងវិញឡើយពលគឺមានតែសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានបង្ហាញពីការព្រួយបារម្ភពីការកើនឡើងចំនួនអំពីវិនិយោគឲ្យភាគីថៃកម្ពុជាមានការអត់ធ្មត់ជាអតិបរមានិងចាត់វិធានការភ្លាមៗចំពោះទៅរកការបញ្ចប់សកម្មភាពអរភាពគ្រប់ទម្រង់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួរនេះហាក់នៅតែគ្មានលទ្ធផលផ្លែផ្កាដុំកំភួនតាក់ទងទៅនឹងការវិលត្រឡប់ទៅរកភាពប្រក្រតីភាពរវាងប្រទេសទាំងពីរបើទោះបីជាម៉ាឡេស៊ីបដិញ្ញាចិត្តសម្រេចឲ្យបានដោយការនាំយកភាគីកម្ពុជាថៃទៅចរចាត្រីភាគីក្តីនៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានត្រឹមបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញពីក្តីសង្ឃឹមសម្រាប់ការកាត់បន្ថយសកម្មភាពអរភាពឲ្យបានឆាប់បំផុតយ៉ាងណាមិញគេមើលឃើញភាពវិជ្ជមានខ្លះដែលមាននៅក្នុងសេចក្តីថ្លែងការណ៍ចំនួន10ចំណុចរបស់ម្ចាស់ផ្ទះម៉ាឡេស៊ីដូចជាការកំណត់ពេលវេលាគណៈកម្មការព្រំដែនទូទៅហៅកាត់ថា GBC កម្ពុជាថៃជួបប្រជុំគ្នានៅថ្ងៃទី24ខែធ្នូឆ្នាំ2025ខាងមុខនេះដើម្បីពិភាក្សាអំពីការអនុវត្តនិងការផ្ទៀងផ្ទាត់បទឈប់បាញ់កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តចំពោះសាមគ្គីភាពនិងសាមគ្គីអាស៊ានស្របតាមធម្មនុញ្ញអាស៊ានបង្ហាញកង្វល់ធ្ងន់ធ្ងរចំពោះភាពតានតឹងនិងសកម្មភាពអរភាពកំពុងបន្តកើតឡើងដែលបណ្ដាលឲ្យមានជនរងគ្រោះជាច្រើនការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិលនៅតាមបណ្ដាព្រំដែនទាំងសងខាងនិងអំពាវនាវឲ្យភាគីទាំងពីរធានាថាប្រជាជនស៊ីវិលនៅតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចត្រឡប់ទៅផ្ទះនិងប្រកបមុខរបរធម្មតារបស់ពួកគាត់វិញដោយសុវត្ថិភាពសេចក្តីថ្លៃថ្នូរនិងគ្មានការរំខានសេចក្តីថ្លែងការណ៍ដដែលក៏បានអំពាវនាវឲ្យប្រទេសទាំងពីរស្ដារឡើងវិញនូវទំនុកចិត្តនិងជំនឿទៅវិញទៅមកនិងត្រឡប់ទៅរកកិច្ចសន្ទនាវិញរួមទាំងតាមរយៈយន្តការទ្វេភាគីស្ដារកិច្ចសហប្រតិបត្តិការឡើងវិញលើការជួយសង្គ្រោះមនុស្សធម៌និងការអនុវត្តកាត់បន្ថយកងទ័ពតាមបណ្ដោយព្រំដែនរួមរបស់ក្រោមការតាមដានរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT គោរពគោលការណ៍ច្បាប់អន្តរជាតិការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាពយូរអង្វែងចំពោះស្ថានភាពជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ានថៃនៅតែដាក់លក្ខខណ្ឌចំនួន3ឲ្យកម្ពុជាក្នុងនោះរួមមានទី1ប្រទេសកម្ពុជាត្រូវតែប្រកាសឈប់បាញ់មុនទី2បទឈប់បាញ់ត្រូវតែស៊ើបអង្កេតជាក់ស្ដែងនិងជាបន្តបន្ទាប់និងទី3ប្រទេសកម្ពុជាត្រូវតែបង្ហាញកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់និងប្រតិបត្តិការដោះមីនរួមគ្នានេះបើតាមការចេញផ្សាយសារព័ត៌មានថៃនៅក្នុងស្រុកសម្រាប់កម្ពុជាបានលើកសំណើឲ្យមានបទឈប់បាញ់នៅម៉ោង12យប់ថ្ងៃទី22ខែធ្នូឆ្នាំ2025តែភាគីថៃបានឆ្លើយតបថាដើម្បីអាចយកជាផ្លូវការបានកម្ពុជាត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរផ្លូវការមួយការមិនអាចសម្រេចបទឈប់បាញ់ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមានន័យថាការឈ្លានពានរបស់យោធាថៃនៅតែបន្តគណៈមិនទាន់ដឹងពីលទ្ធផលអាចសម្រេចបានក្នុងជំនួបមេតបកម្ពុជានិងមេតបថៃត្រូវជួបទល់មុខគ្នានៅថ្ងៃទី24ខែធ្នូឆ្នាំ2025ខាងមុខនេះ